គ្នាម្ដងទៀតហើយបន្តិចទៀតយើងនឹងរៀនហាក់ដំណឹងល្អជាមួយលោកគ្រូអ្នកគ្រូផងដែរប៉ុន្តែមុននឹងយើងរៀនយើងត្រូវអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមុនសិនសូមបើភ្នែកដើម្បីអធិដ្ឋានជាមួយសូយូនិងខ្ញុំសូមបើភ្នែកអូបេដាអើយសូមឲ្យកូនណាមភៈមានប្រាជ្ញានិងមានសុខភាពល្អដើម្បីរៀនណាត់ដំណឹងល្អជាមួយលោកគ្រូអ្នកគ្រូផងដែរកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបន្ទាប់ពីកូនអធិដ្ឋានហើយសូមក្រោកឈរដើម្បីសរសើរដល់ព្រះអង្គជាមួយគ្នាសប្បាយរីករាយចិត្តជាមួយព្រះពេលយើងមករៀនយើងរៀនព្រះគម្ពីរបន្ទូលព្រះអង្គជួយដំរងជីវិតឲ្យដាប់លើពិតតាមទ្រង់សូមចូលរួមរៀនពីបន្ទូលព្រះសូមចូលរួមយើងនឹងដឹងថាទ្រង់ស្រឡាញ់យើង Come on យើងសែនសប្បាយចិត្តទាំងអស់គ្នាតើយើងទៅយ៉ាពេលដែលខ្ញុំភ័យខ្លាចខ្ញុំនឹងតូងចិនទ្រូងខ្ញុំនឹងតូងចិនទ្រូងពេលដែលខ្ញុំភ័យខ្លាចខ្ញុំនឹងតូងចិនទ្រូងព្រះអង្គជាព្រះសង្ឃព្រោះនៅជាចាំងពេលដែលខ្ញុំភ័យខ្លាចខ្ញុំនឹងតូងចិនទ្រូងខ្ញុំនឹងតូងចិនទ្រូងពេលដែលខ្ញុំភ័យខ្លាចខ្ញុំនឹងតូងចិនទ្រូងព្រះអង្គជាព្រះសង្ឃព្រោះនៅជាចាំង បាទបងប្អូនអរគ្នាបន្ទាប់ពីយើងបានសរសើរដំណើរព្រះអង្គហើយឥឡូវនេះដល់ពេលវេលាដែលបងប្អូនត្រូវរៀនអំពីអាហារខាងព្រលឹងវិញ្ញាណតកតងទៅនឹងខកពីរបស់យើងបងប្អូនអរគ្នាចាំពីខកពីរបស់យើងកាលពីសប្តាហ៍មុនអត់តើមនុស្សត្រូវរស់នៅដោយរបៀបណាអូនណាចាំហ្នឹងហើយបាទជីបងប្អូនអាចឆ្លើយបានទេណាមនុស្សត្រូវរស់នៅដោយពឹងអាងទៅលើសេចក្តីជំនឿហើយតើពឹងអាងសេចក្តីជំនឿនោះគឺជំនឿអីគេទៅបងចង់ដឹងអត់បើសិនចង់ដឹងសូមអាននៅខពីចងចាំជាមួយនឹងគ្នាតោះ1 2 3ព្រះគម្ពីររ៉ូមជំពូក1ខ17មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿបាទហ្នឹងហើយអញ្ចឹងតាមរយៈខគម្ពីររបស់យើងនៅថ្ងៃនេះដែលបងប្អូនបានរៀនកាលពីសប្តាហ៍មុនរួចមកហើយអញ្ចឹងមានន័យថាមនុស្សសុចរិតហ្នឹងគឺមានន័យថាមនុស្សដែលឈប់ប្រព្រឹត្តនៅអំពើបាបហើយរស់ពឹងអាងសេចក្តីជំនឿហ្នឹងគឺជឿទៅលើព្រះយេស៊ូវគ្រីស្ទដែលបានសគត់នៅលើឈើឆ្កាងដើម្បីនឹងអត់ទោសបាបរបស់យើងដើម្បីយើងអាចទទួលបាននូវភាពសុចរិតនៅក្នុងជីវិតរបស់បងប្អូនតើបងប្អូនម្នាក់ដែលបានទទួលជឿព្រះអង្គហើយបងអូនជាមនុស្សសុចរិតហើយនៅជាមនុស្សសុចរិតហើយពីព្រោះយើងបានទទួលជឿព្រះអង្គនោះព្រះយេស៊ូវគ្រីស្ទនឹងសម្អាតយើងពីគ្រប់អំពើបាបទាំងអស់ប៉ុន្តែសម្រាប់បងអូនណាដែលអត់ទាន់បានទទួលជឿព្រះអង្គយើងរស់នៅក្នុងនិស្ស័យនៃអំពើបាបមិនមែនមានន័យថាយើងមិនមែនជាមនុស្សសុចរិតទេប៉ុន្តែពេលខ្លះយើងនៅគិតអ្វីដែលមិនត្រឹមត្រូវនិយាយអ្វីដែលមិនត្រឹមត្រូវធ្វើអ្វីដែលមិនត្រឹមត្រូវតើធ្វើម៉េចដើម្បីឲ្យយើងរួចផុតពីការអាក្រក់ទាំងអស់នោះគឺតើតែបងអូនបានសម្រេចចិត្តទទួលជឿព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនៅក្នុងជីវិតរបស់បងអូនដើម្បីឲ្យបងអូនអាចទទួលសេចក្តីសង្គ្រោះនោះយកមកដាក់នៅក្នុងជីវិតរបស់បងអូនបានផងដែរអូខេបាទបងប្អូនអរគ្នាឥឡូវនេះបងអូនណាដែលចង់អានសេចក្តីជំនឿហើយចង់ខ្លាយទៅជាមនុស្សដែលសុចរិតសូមអានខពីជាមួយលោកគ្រូតោះ1 2 3ព្រះគម្ពីររ៉ូមជំពូក1ខ17មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿចឹងប្រសិនបងប្អូនបានទទួលជឿព្រះអង្គជាព្រះសង្គ្រោះនៅក្នុងជីវិតបងប្អូនហើយត្រូវធ្វើជាមនុស្សសុចរិតពីព្រោះអីយើងមានអ្នកណាគេយើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយនឹងយើងបាទបងប្អូនអរគ្នាបងប្អូនមាននឹកចាំអំពីមេរៀនរបស់យើងកាលពីសប្តាហ៍មុននេះហ្នឹងហើយអូខ
គេថាសេចក្តីសង្គ្រោះឬក៏ជីវិតរបស់យើងទទួលបានសេចក្តីសង្គ្រោះហ្នឹងគេថាសេចក្តីសង្គ្រោះហ្នឹងប្រៀបធៀបទៅនឹងការ3យ៉ាងអ្នកណាអាចឆ្លើយបានអូខេទី1គឺអីគឺជាការផ្ទេរលុយទៅតាមធនាគារអូយឥឡូវនេះក្មេងៗឥឡូវចង់បើកកុងធនាគារពីព្រោះងាយស្រួលទិញអីវ៉ាន់តាមអនឡាញហ្នឹងណាកូនគ្រូកូនអីក៏ដោយហើយលោកគ្រូតែតែនិយាយប្រាប់កូនណាចង់បើកកុងធនាគារហ្នឹងតើមានលុយប្រមាណហ្នឹងគាត់ថាមាន 20000 រៀលដែរឲ្យតែមានលុយនៅក្នុងកុងហ្នឹងគឺមានន័យថាអស្ចារ្យអត់ដូចកលជំនាន់លោកគ្រូណាកលជំនាន់លោកគ្រូអត់ចង់បើកទេតែតទៅពេលធ្វើការទៅប្រធានថាសូមបើកកុងទៅងាយស្រួលអញ្ចឹងទៅក៏បើកកុងទៅស្រួលនាយកគាត់ផ្ញើថវិកាសម្រាប់បេសកកម្មអីវាស្រួលវាមិនពិបាកវាមិនអីចឹងណាបងប្អូនហ្នឹងហើយតែបើសិនបងប្អូននៅក្មេងទេមិនទាន់ចេះរកលុយអីបានដោយខ្លួនឯងទេមិនបាច់បើកក៏បានដែរអានេះជាយោបល់របស់លោកគ្រូឯណាហ្នឹងហើយហើយលោកគ្រូក៏ទ្រាំប្រាប់កូនរបស់លោកគ្រូដែរថាចាំពេលចេញធ្វើការមានលុយចាយដោយខ្លួនឯងនោះគឺជាលុយដែលយើងរកបានដោយខ្លួនឯងចាំយើងបង្កើតទៅអីទេបច្ចុប្បន្ននេះគឺបងប្អូនបានលុយដោយសារតែពុកម្ដាយតែប៉ុណ្ណោះឯងអញ្ចឹងពុកម្ដាយយើងក៏គាត់មិនឲ្យយើងច្រើនដែរឲ្យល្មមមកសម្រាប់ថ្លៃនំថ្លៃសម្ភារៈសិក្សាពេលទៅសាលាតែប៉ុណ្ណោះឯងទី2គេថាសេចក្តីសង្គ្រោះវាបីដូចជាការសម្រេចចិត្តនៅសវនាការហើយទី3សេចក្តីសង្គ្រោះវាបីដូចជាទំព័រសនៃសិភៅគ្មានអក្សរអញ្ចឹងមានន័យមិនណោះឥឡូវនេះយើងនឹងតាមដានជាមួយគ្នាជាបន្តទៀតពីសេចក្តីសង្គ្រោះដែលប្រៀបធៀបដូចជាការសម្រេចចិត្តនៅសវនាការបងប្អូនមើលរូបភាពរបស់យើងនៅក្នុងនោះគឺមានបុរសម្នាក់ស្លៀកពាក់អាវធម្មតានិងម្នាក់ទៀតគឺស្លៀកពាក់អាវបែបជាមេធាវីឬក៏ជាចៅក្រមនៅក្នុងតុលាការអញ្ចឹងណាហ្នឹងហើយនៅប្រទេសខ្មែរយើងក៏អញ្ចឹងដែរនឹងមានកៅអាវនឹងដែរថាឲ្យតែមេធាវីឬក៏ចៅក្រមដែលគេកាត់ក្តីនៅតុលាការហ្នឹងគេតែធ្វើបែបហ្នឹងហើយប៉ុន្តែបងប្អូនមើលសូមអាននៅពាក្យនៅខាងក្រោមតោះហេតុអីថានិយាយអំពីការសម្រេចចិត្តនៅសវនាការហ្នឹងមានន័យយ៉ាងម៉េចឥឡូវបងប្អូនចង់ដឹងសូមអានជាមួយលោកគ្រូតោះ1 2 3ធ្វើខុសតែរួចខ្លួនមានន័យមិនទេធ្វើខុសតែរួចខ្លួនហ្នឹងបងប្អូនមានធ្លាប់មានបញ្ហានៅសាលារៀនទេឧទាហរណ៍ថានៅសាលារៀនអញ្ចឹងទៅឈ្លោះគ្នាជាមួយមិត្តភ័ក្តិតទៅពេលគ្រូវាយទៅបងប្អូនអត់វាយម្នាក់ទៀតហើយបងប្អូនអត់មានធ្វើអីកំហុសគេមករករឿងបងប្អូនសោះស្រាប់តែគ្រូនឹងអត់បានសួរព័ត៌មានអីចឹងទៅក៏វាយបងប្អូនឬក៏ដាក់វិន័យបងប្អូនអីចឹងទៅតើយុត្តិធម៌អត់ច្បាស់ជាអត់យុត្តិធម៌ហើយមួយទៀតឪពុកម្ដាយអញ្ចឹងណាបងប្អូនទាំងគ្នាឈ្លោះគ្នាជាមួយបងប្អូនហើយអាប្អូនហ្នឹងវាធ្វើខុសចំពោះប្អូនឬក៏វាមកលេងទៅមកបុកឬក៏លេងរបស់របរប្អូនហ្នឹងឲ្យបែកហើយទៅប្អូនក៏ជ្រុលដៃទៅវាយប្អូនហើយស្រាប់តែម៉ាក់មកហ្នឹងក៏ស្ដីឲ្យប្អូនឬក៏វាយប្អូននេះចឹងទៅប្អូនគិតថាយុត្តិធម៌ហ៎ហើយនិយាយថាអូយអត់យុត្តិធម៌ម៉ាក់ស្រឡាញ់តាអូនមែនទេតាមពិតម៉ាក់អត់ខឹងនោះមិនមែនខឹងរឿងប្អូនវាយអីប្រហែលទេគាត់ខឹងថាពេលខ្លះធ្វើជាបងគេនឹងអត់ចេះអត់អោនឲ្យប្អូនពីព្រោះយើងជាបងចឹងគាត់ណាវាយប្អូនអីចឹងទៅវាជ្រុលដៃជ្រុលជើងអីចឹងណាហ្នឹងហើយវាអត់សមយើងគួរតែមករករឿងនេះប្រាប់ឪពុកម្ដាយថាឥឡូវប្អូននឹងវាមិនលេងបន្ទប់ខ្ញុំវាធ្វើឲ្យរបស់របរខ្ញុំនឹងខូចអស់លីងហើយម៉ាក់អើយអញ្ចឹងឪពុកម្ដាយមានវិធានការទៅកាន់ប្អូនរបស់យើងហើយយើងមិនអាចប្រើការវាយដំទៅលើប្អូនទេវាជាគ្រឿងដែលមិនត្រឹមត្រូវហ្នឹងហើយចុះនៅក្នុងរូបភាពរបស់យើងជារឿងអ្វីទៅបងប្អូនចង់ដឹងហ៎មកគ្រូប្រាប់ប្អូនមានមនុស្ស2នាក់ជាមិត្តជិតស្និទ្ធនឹងគ្នាកាលពីយុវជនហើយប្រហែលឆ្នាំក្រោយមកពួកគេបានជួបគ្នានៅក្នុងសវនាការប៉ូលីសនៅក្នុងទីក្រុងដ៏ធំមួយម្នាក់ជាចៅក្រមហ្នឹងហើយឃើញទេក្នុងម្នាក់ជាចៅក្រមហើយម្នាក់ទៀតជាជនល្មើសអាចជាថាជាចៅឬក៏អីមិនដឹងដែរហើយក៏មានសាក្សីគ្រប់គ្រាន់តែថាជនល្មើសនោះត្រូវតែផ្ដន្ទាទោសហ្នឹងហើយជនល្មើសនោះបានសួរចៅក្រមតើលោកអាចលែងខ្ញុំឲ្យមានសេរីភាពបានទេពីព្រោះកាលពីមុនយើងធ្លាប់ជាមិត្តភក្តិនឹងគ្នាអូ
ổn bà sân chỉ ổn thôi khâu hai anh vậy ta này cứ ơi anh nát nhom tới cầm thu bạc nhom cầm nặng tuần là cam nhom ấy nè khú chi nè chết khang tiếc nhom mỏ anh chẳng bàn đấy bà chìm bàn đấy mà đấy này cha crom cột chơi thả tê nhóm mình ai thưa được cho nó bàn tê mấy này nhóm nơi ta chỉ mật bọn nhé nhóm vật chỉ mình trong đó là nhẹ còn trái nhóm trời tayประกันhiệpยุติธรนะcha crom nó có ta cốt bất chỉ chọn đó là mật bỏ của còn trái cốt thư chẳng bạch cỡ bất sân thì thôi chứ miền này tha cốt nó xong cầm nật chỉ môi đừng chun là mơ chẳng cốt thôi chẳng ấy ngày thế phiếpยุติธรรมត្រូវតែមានហើយច្បាប់ត្រូវតែអនុវត្តនោះគឺជាពាក្យសម្ដីរបស់ចក្រមគាត់ក៏បានកាត់ទោសជនល្មើសនោះឲ្យជាប់គុក14ថ្ងៃបើមិនដូច្នេះទេត្រូវបង់ពិន័យចំនួនទឹកប្រាក់500ផោនអូ500ផោនច្រើនទេអូន500ផោនណាអាចថាដូចជាបើគិតជាផោនហ្នឹងស្មើនឹង$1កន្លះផោនកន្លះផោនដឹងអីនេះ$2ទៅស្មើផោនលោកមិនច្បាស់ដែរហ្នឹងហើយអាចចឹងព្រោះលុយផោនវាថ្លៃជាងលុយដុល្លារអូខេលុយផោនគឺលុយអង់គ្លេសណាអូនហ្នឹងហើយខ្មែរយើងជារៀលអាមេរិកជាដុល្លារហ្នឹងហើយបារាំងនោះគឺលុយហ្វ្រង់អីចឹងទៅកូរ៉េនោះគឺលុយយេនអីចឹងទៅអីស្អីគេមានយេនទេអីកូរ៉េភ្លេចបាត់ហើយគ្រូភ្លេចដែរហ្នឹងហើយអញ្ចឹងគាត់ត្រូវផាកពិន័យបើអត់ចង់ផាកពិន័យក៏បានដែរតែត្រូវជាប់គុក14ថ្ងៃបើតែបើអត់ចង់ជាប់គុកទេត្រូវចំណាយ500ផោនជនល្មើសនោះគ្មានលុយទេដូច្នេះគាត់ត្រូវតែជាប់គុកប៉ុន្តែនៅពេលដែលចៅក្រមគាត់បំពេញភារកិច្ចរួចហើយគាត់បានដើរមកចិត្តមិត្តរបស់គាត់ហើយបានបង់ទឹកប្រាក់ពិន័យនោះឲ្យគាត់ក៏បានអោបមិត្តរបស់គាត់ដោយតែបងប្អូនបានឃើញអ្នកសម្លាញ់ណាអើយឯងធ្វើខុសខ្ញុំត្រូវតែកាត់ទោសឯងខុសហើយប៉ុន្តែខ្ញុំនឹងចេញសងជំនួសឯងបើឯងអត់មានប្រាក់បង់គេទេខ្ញុំមិនឲ្យឯងនឹងជាប់គុកទេខ្ញុំជាអ្នកចេញជំនួសអូអាពូមកឲ្យខ្ញុំស្មានតែឯងភ្លេចខ្ញុំបាត់ទៅហើយគិតថាឯងនឹងអត់គិតពីមិត្តភាពរបស់យើងហើយធ្វើតាមច្បាប់មើលទៅឯងនៅតែនឹកយើងនៅតែស្រឡាញ់យើងនៅតែរាប់អានយើងដដែលបងប្អូនអរគ្នាដូច្នេះបរិះដែលជាជនល្មើសនោះគាត់មានឈ្មោះថាចនហ្នឹងឥឡូវនេះគាត់មានទោសទៀតអត់មានទោសទេគឺគាត់មានសេរីភាពហើយដោយសារតែមិត្តភក្តិរបស់គាត់ដែលជាចៅក្រមហ្នឹងជាអ្នកចេញថ្លៃលួសដូច្នេះចនក៏មានសេរីភាពគាត់មិនចាំបាច់ទទួលទណ្ឌកម្មទេហេតុអ្វីដែលព្រោះចៅក្រមដែលស្រឡាញ់គាត់បានបង់ពិន័យចំនួនគាត់ហើយទទួលទោសនោះចំនួនគាត់នេះហើយជាអ្វីដែលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានធ្វើទ្រង់ក៏ជាចៅក្រមដែរទ្រង់ត្រូវតែប្រកាន់ភាពយុត្តិធម៌ហើយទ្រង់តែដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់យើងតែទ្រង់បានយាងចុះមកឋានសួគ៌ពីឋានសួគ៌មកកាន់ផែនដីនេះដើម្បីនឹងរងទុក្ខជំនួសយើងសគត់នៅលើឈើឆ្កាងដើម្បីនឹងទទួលអស់ទាំងអំពើបាបមកនៅលើអង្គទ្រង់តាមរយៈឈើឆ្កាងនោះឯងដូច្នេះហើយបងអូនហើយនឹងខ្ញុំអាចទទួលបានសេរីភាពពីអំពើបាបដោយសារតែព្រះយេស៊ូវគ្រីស្ទបានសគត់នៅលើឈើឆ្កាងដើម្បីនឹងអត់ទោសបាបរបស់យើងបងអូនទ្រង់មានបន្ទូលមកកាន់យើងរាល់គ្នាថាឥឡូវនេះសូមមកជាមួយខ្ញុំហើយយើងនឹងប្រកបជាមួយគ្នាប៉ុន្តែខ្ញុំចង់ឃើញការផ្លាស់ប្រែនៅក្នុងជីវិតរបស់បងអូនចាប់ពីពេលនេះតទៅហ្នឹងហើយអញ្ចឹងព្រះចង់ឲ្យយើងមានការផ្លាស់ប្រែពេលដែលយើងបានទទួលជាព្រះអង្គហើយដើម្បីយើងបានរៀបចំចម្រើនចនអាចបដិសេធការជួយរបស់ចៅក្រមដែលជាមិត្តរបស់គាត់បានដោយមិនបាច់ឲ្យគាត់បង់ថ្លៃពិន័យនោះទេចៅក្រមនោះសុខចិត្តនឹងអាចបង់ថ្លៃពិន័យនោះឲ្យគាត់បានប៉ុន្តែចនគាត់និយាយថាខ្ញុំមិនត្រូវការជំនួយរបស់អ្នកទេខ្ញុំសុខចិត្តជាប់គុកអានោះបើសិនជាគាត់ជាមនុស្សដែលចិត្តច្រើនណាបងហ្នឹងហើយបើសិនជាអញ្ចឹងតើចនជាមនុស្សល្ងើអត់អូល្ងើមានន័យថាគិតតែពីមុខមាត់ហើយមិត្តភក្តិគាត់ជួយđểសុខចិត្តណាហ្នឹងហើយបាទបង
នេះគឺជាចម្លើយល្ងីល្ងើជាការបដិសេធល្ងើបើសិនជាចនហ្នឹងគាត់ធ្វើអញ្ចឹងមែនប៉ុន្តែក្មេងប្រុសក្មេងស្រីសពថ្ងៃនេះកំពុងតែធ្វើដូច្នេះដែរមានប្អូនកូនលោកគ្រូក៏ដោយដូចគ្នាពួកគេបានបដិសេធជំនួយរបស់ព្រះជាម្ចាស់ដែលទ្រង់ចង់សង្គ្រោះពួកគេប៉ុន្តែអស់អ្នកណាដែលដាក់សេចក្តីជំនឿរបស់ពួកគេនៅលើព្រះអង្គយេស៊ូវគ្រីស្ទពួកគេនឹងបានសង្គ្រោះឬបានរាប់ជាបរិសុទ្ធដូចដែលខុសពីរបស់យើងបានប្រាប់ដល់យើងថាមនុស្សសុចរិតនឹងរស់នៅដោយពឹងអាងសេចក្តីជំនឿបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាអាចទទួលបានភាពសុចរិតដោយសារតែព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទផងដែរដូច្នេះទ្រង់ជាចៅក្រមហើយយើងដូចជាជនល្មើសធ្វើខុសតែរួចខ្លួនប៉ុន្តែមិនមែនមានន័យថាស៊ីសណូកទេណាតើតែចៅក្រមនឹងគាត់សុខចិត្តទទួលចេញថ្លៃផាកពិន័យនឹងផងដែរអញ្ចឹងសេចក្តីសង្គ្រោះប្រៀបបីដូចជាសាវនាការដែលចៅក្រមកាត់ត្រូវកាត់ទោសជនល្មើសអូខេឥឡូវនេះយើងមើលជាមួយនឹងគ្នាតើសេចក្តីសង្គ្រោះហ្នឹងវាមានន័យបែបណាទៀតយើងនឹងមើលជាមួយគ្នាបងប្អូនអរគ្នានៅលើរូបភាពរបស់យើងមានរូបភាពរហូតដល់ទៅ3ផ្ទាំងតើវាមានន័យយ៉ាងម៉េចដើម្បីឲ្យយល់អំពីន័យទាំងអស់ហ្នឹងតើបងប្អូនអាននៅពាក្យខាងក្រោមហ្នឹងសិនជាមុនតោះ1 2 3ការរាប់ជាសុចរិតគឺប្រៀបដូចជាស្អីទៅជាចុចទៀតណាស្អីទៅរាប់ទៅជាចុចនឹងទៀតហើយបងប្អូនតើពាក្យខាងលើនេះមានន័យយ៉ាងម៉េចសូមព្យាយាមនិយាយពាក្យនេះការរាប់ជាសុចរិតបងណានិយាយបានទេតោះឥឡូវ1 2 3ការរាប់ជាសុចរិតព្រះគម្ពីរបានប្រើពាក្យនេះជាច្រើនដងដើម្បីរៀបរាប់អំពីអ្វីដែលកើតឡើងនៅពេលដែលបងអូនទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទធ្វើជាព្រះសង្គ្រោះរបស់បងអូនប៉ុន្តែយើងបានរួចមកហើយយើងបានឃើញរួចមកហើយថាព្រះគម្ពីរបានបញ្យល់ពីអត្ថន័យនៃពាក្យនេះដោយប្រើពាក្យប្រៀបប្រដូចហ្នឹងហើយគេហៅប្រៀបប្រដូចណាឥឡូវយើងមើលប្រៀបប្រដូចនេះមានប្រមាណទៅពាក្យតែសុចរិតហ្នឹងមានរហូតច្រើនខ្លាំងមែនទែនក្នុងហ្នឹងណាមានអូតអត់ច្រើនអូខេគេថាការរាប់សេចសុចរិតប្រៀបបីដូចជាមានអាវថ្មីដែលនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់នេះមានអាវថ្មីទូមានន័យថាដើម្បីយើងបានសុចរិតហ្នឹងប្រៀបបីដូចជាយើងដោះអាវចាស់ចោលហើយពាក់អាវថ្មីហ្នឹងហើយណាបានរាប់ជាសុចរិតទី2ការរាប់ជាសុចរិតគឺប្រៀបបីដូចជាមានគណនេយ្យនៅក្នុងកុងធនាគារយើងចង់បានគណនេយ្យណាយើងចាប់ដើមបើកកុងធនាគារថ្មីឲ្យព្រះជាម្ចាស់នឹងផ្ទេរនៅសេចក្តីសង្គ្រោះនោះមកកាន់យើងហើយអញ្ចឹងយើងបើកកុងធនាគារជាមួយនឹងព្រះមានន័យថាបើកចិត្តរបស់បងអូនទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនៅក្នុងជីវិតរបស់បងអូនហើយទី3ការរាប់ជាសុចរិតគឺប្រៀបបីដូចជាចៅក្រមដែលគាត់បានទទួលទោសជាមួយយើងដូចជាចនអញ្ចឹងណាមិត្តភក្តិរបស់គាត់សុខចិត្តចេញថ្លៃជំនួសអ្នកជាប់ទោសឲ្យគាត់បានទទួលទណ្ឌកម្មជំនួសអ្នកទោសនោះដើម្បីឲ្យបានទោសនោះបានរួចខ្លួនព្រះជាម្ចាស់ទ្រង់បានទទួលការបង់ថ្លៃសងជំនួសយើងគឺតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទនោះឯងឥឡូវយើងមើលគិតគ្នាពីវិធីសាមញ្ញ3ផ្សេងៗដែលជួយឲ្យយើងយល់អំពីពាក្យរាប់ជាសុចរិតហ្នឹងឬក៏រាប់ជាបរិសុទ្ធនឹងសេចក្តីសង្គ្រោះនោះឯងអូខេឥឡូវនេះយើងមើលសូមគិតអំពីពាក្យថារាប់ជាសុចរិតហើយសូមអានតាមលោកគ្រូខ្ញុំបានស្លាប់អូខេទៅមានន័យយ៉ាងម៉េចទៅខ្ញុំបានស្លាប់ហ្នឹងស្លាប់ហ្នឹងមានន័យថាព្រះអម្ចាស់យេស៊ូវគ្រីស្ទបានទទួលទណ្ឌកម្មជំនួសយើងបានស្លាប់នៅក្នុងនិស្ស័យនៃអំពើបាបហើយបន្ទាប់មកព្រះយេស៊ូវគ្រីស្ទបានប្រោសយើងឲ្យរួចពីសេចក្តីស្លាប់នៃអំពើបាបនោះដើម្បីយើងក្លាយទៅជាមនុស្សដែលសុចរិតអូខេទី2ខ្ញុំមិនដែលធ្វើបាបទេបងឆ្លើយមើលឥឡូវនេះនៅពេលដែលព្រះជាម្ចាស់មើលមកប្អូនដែលជាអ្នកដែលជឿទ្រង់ឃើញថាប្អូនបានបរិសុទ្ធសុចរិតដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់មើលមកកាន់ប្អូនឃើញថាសូមអានជាមួយលោកគ្រូខ្ញុំមិនដែលធ្វើបាបទេអានមើលខ្ញុំមិនដែលធ្វើបាបទេហ្នឹងហើយឥឡូវនេះនៅពេលដែលព្រះជាម្ចាស់មើលមកប្អូនដែលជាអ្នកជឿទ្រង់យើងឃើញថាយើងលែងប្រព្រឹត្តនៅអំពើបាបទៀតហើយអូខេសូមគិតអំពីឧទាហរណ៍សាមញ្ញហ្នឹងអូខេ
អូននៅនេះគេមានកណាត់ពណ៌សមួយអូខេមួយទៀតពណ៌ខ្មៅដៃស្ដាំអូខេកាន់កណាត់ពណ៌សឲ្យលើកឡើងថាវាជាតំណាងអីឧទាហរណ៍យើងកាត់กระดาษក៏បានដែរបងប្អូនកាត់กระดาษមកខាងกระดาษពណ៌ខ្មៅឬក៏ពណ៌សអញ្ចឹងណាវាមានន័យថាតំណាងឲ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយដៃឆ្វេងលើកណាត់ពណ៌ខ្មៅឬក៏กระดาษពណ៌ខ្មៅឡើងហ្នឹងបងមានន័យថានោះគឺជាអំពើបាបរបស់បងប្អូនដៃឆ្វេងនេះគឺតំណាងបងប្អូនហើយកណាត់ខ្មៅនោះគឺតំណាងឲ្យអំពើបាបរបស់បងប្អូននៅពេលដែលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសគត់នៅលើជញ្ជាំងអំពើបាបរបស់បងប្អូនទៅផ្ទេរទៅលើទ្រង់ហើយទ្រង់នឹងទទួលបានទណ្ឌកម្មសម្រាប់អំពើបាបនោះផងដែរឥឡូវនេះយើងមើលអំពីនៅក្នុងសៀវភៅគ្មានអក្សរនៅក្នុងត្រង់ទំព័រពណ៌សវិញសៀវភៅនេះគ្មានអក្សរទេដូច្នេះហើយបានជាគេហៅថាសៀវភៅគ្មានអក្សរតែពណ៌វានីមួយនឹងប្រាប់ប្អូនអំពីរឿងរ៉ាវដ៏អស្ចារ្យអូខេឥឡូវនេះលោកគ្រូនឹងបង្ហាញប្អូនពណ៌ទី1យើងបង្ហាញពណ៌ដំបូងគេគឺពណ៌មាសដែលធ្វើឲ្យយើងនឹកចាំអំពីព្រះជាម្ចាស់ដែលគង់នៅឋានសួគ៌ទ្រង់បរិសុទ្ធហើយគ្រប់លក្ខពណ៌ទី2គឺពណ៌ស្រអាប់តំណាងឲ្យចិត្តរបស់យើងដែលពោពេញទៅដោយអំពើបាបព្រះជាម្ចាស់ដាក់ទណ្ឌកម្មចំពោះអំពើបាបរបស់យើងហើយទី3គឺពណ៌ក្រហមដែលតំណាងឲ្យព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់បានយើងមកសគត់នៅលើឈើឆ្កាងដើម្បីនឹងអត់ទោសបាបឲ្យយើងហើយពណ៌ទី4គឺពណ៌សនោះគឺជារបៀបដែលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទតតមើលមកយើងនៅពេលដែលយើងទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទំព័រនេះគឺជារូបភាពតំណាងឲ្យការញែកជាបរិសុទ្ធភាពបរិសុទ្ធរបស់ព្រះជាម្ចាស់យេស៊ូវគ្រីស្ទត្រូវបានផ្ទេរមកឲ្យប្អូនព្រះជាម្ចាស់បានតតឃើញអ្នកដែលជឿបរិសុទ្ធស្អាតដូចជាទ្រង់ផងដែរបងប្អូនអរគ្នាអញ្ចឹងតាមរយៈសភៅគ្មានអក្សរទាំងអស់នេះបងប្អូនយល់ហើយណាពីពណ៌ទី1ពណ៌អីពណ៌មាសពណ៌ទី2ពណ៌ស្រអាប់ពណ៌ទី3ពណ៌ក្រហមហើយពណ៌ចុងទី4នោះគឺជាពណ៌សអូខេបងប្អូនអរគ្នាធ្លាប់ឮបទចម្រៀងដែលមានចំណងជើងថាអស់ហើយអស់ហើយអស់ហើយគ្រប់បន្ទង់សង្កត់ចិត្តខ្ញុំបាត់អស់ហើយ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 គ្មានបន្ទង់សង្កត់នៅចិត្តខ្ញុំទៀតឡើយធ្លាប់ឮបទហ្នឹងណាអូនហ្នឹងហើយប្រហែលជាបងអូនធ្លាប់ឮណាតើបងអូនបានទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទធ្វើជាព្រះសង្គ្រោះរបស់បងអូនដែរទេតើបងអូនបានរាប់ជាសុចរិតហើយឬនៅព្រះគម្ពីរបានចែងថាព្រះជាម្ចាស់ទ្រង់រាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទជាសុចរិតដែរនៅក្នុងបទគម្ពីររ៉ូមជំពូក3ខ26គឺអស់អ្នកដែលនិយាយទៅកាន់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្ររបស់ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ថាអរគុណព្រះអង្គដែលសគត់សម្រាប់ខ្ញុំនៅលើឈើឆ្កាងហើយបានទទួលទណ្ឌកម្មជំនួសខ្ញុំចង់ឲ្យទ្រង់ធ្វើជាព្រះអង្គម្ចាស់និងជាព្រះសង្គ្រោះរបស់ខ្ញុំពេលនេះខ្ញុំសូមដាក់សេចក្តីជំនឿរបស់ខ្ញុំទៅលើទ្រង់ហើយអាមែននេះគឺជាសេចក្តីអធិដ្ឋានមួយដែលបងប្អូនអាចនិយាយទៅកាន់ព្រះអង្គដើម្បីព្រះអង្គបានសង្គ្រោះបងប្អូនឲ្យរួចពីអំពើបាបដូច្នេះពេលដែលបងប្អូនបានធ្វើហើយនោះបងប្អូននឹងបានសង្គ្រោះបងប្អូននឹងបានញែកជាបរិសុទ្ធនឹងឯងព្រះគម្ពីរបានបង្រៀនដល់យើងម្ដងហើយម្ដងទៀតថាមនុស្សសុចរិតនឹងរស់នៅដោយពឹងអាងទៅលើសេចក្តីជំនឿបងប្អូនបានអាចដាក់សេចក្តីជំនឿនិងទទួលជឿព្រះអង្គនៅថ្ងៃនេះបានផងដែរហើយអ្វីបានជាបងប្អូនបាននិយាយទៅកាន់ព្រះអង្គហើយទូលសូមទៅកាន់ព្រះអង្គឲ្យធ្វើជាព្រះសង្គ្រោះរបស់បងប្អូនប្រសិនបងប្អូនអត់ទាន់បានសេចក្តីសង្គ្រោះនោះទេថ្ងៃនេះបងប្អូនអាចធ្វើការនោះបានបន្ទាប់ពីយើងរៀនចប់ឥឡូវនេះតើបងប្អូននឹងទេថាតើមានអ្វីកើតឡើងនៅពេលដែលបងប្អូនបានទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទរាល់អំពើបាបរបស់បងប្អូនត្រូវបានលុបចោលទាំងអស់គឺដូចដែលត្រូវមានន័យថាគ្រូរបស់បងប្អូនលុបអក្សរចេញពីក្តារខៀនអញ្ចឹងយល់បានទេអញ្ចឹងហ្នឹងហើយអំពើបាបរបស់បងប្អូនបានអស់ហើយព្រះជាម្ចាស់នឹងក្រវែងចូលទៅក្នុងសមុទ្រដ៏ជ្រៅព្រះជាម្ចាស់ទ្រង់នឹងបោះអំពើបាបរបស់បងប្អូនទៅក្រោយព្រះជាម្ចាស់នឹងមិនចាំអំពើបាបរបស់បងប្អូនរាល់អំពើបាបរបស់បងប្អូនត្រូវបានអត់ទោសឲ្យដូចជាយើងបានបោះនៅអំពើបាបនោះដែរមានក្មេងប្រុសម្នាក់ដើរឡើងភ្នំហើយនៅលើខ្នងរបស់គាត់មានសម្ពាធមួយយ៉ាងធ្ងន់ឥឡូវដូចបងប្អូនបានឃើញសម្ពាធធំហ្នឹងណាហ្នឹងហើយនៅពេលដែលគាត់ទទួលជឿព្រះយេស៊ូវគ្រីស្ទ
អំពើបាបរបស់គាត់ត្រូវបានបាត់អស់ជារៀងរហូតញ៉េហ្នឹងហើយអំពើបាបរបស់ប្អូននឹងមិនវិលវិញទេប្រសិនបើប្អូនបានទទួលជាព្រះអង្គប្អូនមិនដែលបាត់បង់សេចក្តីសង្គ្រោះនឹងការរាប់ជាសុចរិតរបស់ប្អូននោះទេពេលដែលព្រះជាម្ចាស់រាប់ប្អូនជាសុចរិតអញ្ចឹងប្អូនត្រូវបោះវាចោលឬអត់ហ្នឹងហើយដូចនៅក្នុងរូបភាពរបស់យើងនឹងដែរអូខេចុងក្រោយសូមអានជាមួយលោកគ្រូមនុស្សមានបាបបានរាប់ជាសុចរិតអញ្ចឹងមនុស្សមានបាបអាចរាប់ជាសុចរិតដែរមែនទេមែនបានពីព្រោះគេសម្រេចចិត្តទទួលជាព្រះអង្គយ៉ាងពិតប្រាកដមនុស្សទី1គឺជាអ្នកដែលកាន់សាសនាយ៉ាងមុតមមហើយគាត់ជាមនុស្សល្អអ្នកទី1បងប្អូនមើលគាត់ជាពួកផារ៉ាស៊ីជាអ្នកដឹកនាំសាសនាគឺប្រៀបបីដូចជាសម្ដេចសង្ឃឬអ្នកដឹកនាំសង្ឃនៅសប្តាហ៍ថ្ងៃនេះជានិច្ចកាលគាត់តែងតែទៅព្រះវិហារដើម្បីអធិដ្ឋានមួយអាទិត្យគាត់តមអាហារពីពេលហើយគាត់បានដាក់ដង្វាយ1/10ដល់ព្រះវិហារគាត់ជាមនុស្សស្មោះត្រង់ជាមួយអ្នកដទៃគាត់មិនដែលកេងប្រវ័ញ្ចលុយកាក់ពីអ្នកដទៃគាត់រស់នៅក្នុងជីវិតមួយដែលប្រកាន់ខ្ជាប់តាមក្រឹតវិន័យនិងក្រមសីលធម៌ប្រសិនបើប្អូនជួបគាត់ហើយសម្លឹងមើលទៅគាត់ប្អូនអាចនឹងគិតថាគាត់គឺជាមនុស្សល្អខ្ញុំជឿថាព្រះពិតជាទទួលគាត់នៅព្រោះការធ្វើល្អរបស់គាត់ហើយមើលការពិតគាត់ច្បាស់ជាបានទៅនគរឋានសួគ៌នៅពេលថ្ងៃណាមួយពេលដែលគាត់ស្លាប់ពីផែនដីទៅប្រហែលជាប្អូនគិតបែបនោះដែរមែនទេតែខុសហើយគ្មាននរណាម្នាក់អាចបានសង្គ្រោះដោយព្រោះតែការធ្វើល្អរបស់ខ្លួននោះទេហ្នឹងហើយទោះបីគាត់បានធ្វើល្អមិនដែរក៏គាត់មិនអាចទៅនគរឋានសួគ៌ទេបើសិនជាគាត់អត់បានទទួលជាព្រះអង្គប៉ុន្តែចំណែកមនុស្សទី2គឺខុសប្លែកពីអ្នកមុនគាត់ជាអ្នកទាពុនគាត់ធ្វើការឲ្យពួករ៉ូមដែលគាត់ស្លាប់ដែលគាត់ស្អប់គាត់បានកេងប្រវ័ញ្ចលុយកាក់ពីប្រជាជនរបស់គាត់តាមរយៈការដំឡើងពន្ធដូច្នេះគ្មាននរណាម្នាក់ចូលចិត្តគាត់ទេគាត់ជាមនុស្សដែលគ្មានប្រជាប្រិយភាពរបស់គាត់ក៏ទៅសោះបើសិនបើប្អូនមើលទៅគាត់ប្រហែលជាប្អូនអាចនឹងគិតថាគាត់អាក្រក់ណាស់កេងតែប្រវ័ញ្ចលុយគេចង់បានតែលុយគេអញ្ចឹងអត់មានមិត្តភ័ក្តិអត់មានអីចឹងមិនសមមុខហើយបងប្អូនគិតចឹងណាគេមនុស្សទាំងពីរនេះបានចូលទៅក្នុងព្រះវិហារទាំងអស់គ្នាដើម្បីអធិដ្ឋានអ្នកទី1បានប្រាប់ដល់ព្រះជាម្ចាស់អំពីការល្អដែលគាត់បានធ្វើគាត់អធិដ្ឋានគាត់និយាយតែរឿងល្អរបស់គាត់ទេហ្នឹងហើយតើអ្នកទី2វិញបានប្រាប់ដល់ព្រះអង្គម្ចាស់អំពីអំពើអាក្រក់ដែលគាត់បានធ្វើព្រះជាម្ចាស់អើយទូលបង្គំបានប្រព្រឹត្តអំពើរំលងដោយកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃតាមការរយៈការដែលគេឲ្យគេបង់ពន្ធលើសហើយអាលើសនឹងបានមកលោកកូនដូច្នេះព្រះអង្គអើយសូមអត់ទោសដល់ទូលបង្គំផងព្រះគម្ពីរបានចែងថាព្រះជាម្ចាស់បានរាប់មនុស្សទី2ជាមនុស្សសុចរិតហេតុអីបងអូនពីព្រោះគាត់បានសារភាពនៅអ្វីដែលគាត់បានប្រព្រឹត្តនៅអំពើអាក្រក់ព្រះជាម្ចាស់បានអត់ទោសបាបរបស់គាត់ហើយទ្រង់បានតតឃើញភាពបរិសុទ្ធដូចជាបុត្រតារបស់ទ្រង់ដែរនេះហើយគឺជាអត្ថន័យនៃការរាប់ជាសុចរិតនោះឯងតើឥឡូវនេះបន្ទាប់ពីប្អូនបានសិក្សាអំពីរឿងរបស់យើងហើយតើប្អូនបានខ្លាយជាមនុស្សដ៏សុចរិតហើយឬនៅក្នុងលក្ខខណ្ឌរបស់យើងបានប្រាប់ថាម៉េចនៅក្នុងបទគម្ពីររ៉ូមចំពុក1ខ17បានប្រាប់ថាមនុស្សសុចរិតរស់នៅដោយពឹងអាងសេចក្តីជំនឿចឹងដើម្បីឲ្យយើងខ្លាយទៅជាមនុស្សដ៏សុចរិតមានភាពបរិសុទ្ធរបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូនលក្ខខណ្ឌតែមួយគត់ទេគឺត្រូវពឹងអាងសេចក្តីជំនឿពាក្យថាពឹងអាងសេចក្តីជំនឿគឺមានន័យថាបងប្អូនសម្រេចចិត្តយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតរបស់បងប្អូនដើម្បីឲ្យបងប្អូនបានខ្លាយទៅជាកូនរបស់ទ្រង់នោះទ្រង់នឹងជួយសង្គ្រោះបងប្អូនឲ្យរួចពីអំពើបាបថ្ងៃនេះដូចជាសពមួយដងលោកគ្រូនឹងបង្រៀនបងប្អូនអំពីរបៀបនិយាយទៅកាន់ព្រះជាម្ចាស់អំពីសេចក្តីអធិដ្ឋានបងប្អូនអាចរៀនអំពីអធិដ្ឋានហើយបន្ទាប់មកថ្វាយចិត្តគំនិតរបស់បងប្អូននិយាយទៅកាន់ព្រះអង្គដើម្បីបងប្អូនបានខ្លាយទៅជាកូនរបស់ព្រះអង្គហើយយាងព្រះអង្គចូលមកកាន់ជីវិតបងប្អូនតើបងប្អូនត្រៀមហើយឬនៅបើសិនជាត្រៀមហើយយើងនឹងចាប់ផ្ដើមជាមួយនឹងគ្នាសូមចាប់ផ្ដើមអោព្រះបិតាអើយកូនជាមនុស្សមានបាបកូនជឿថាព្រះយេស៊ូវគ្រីស្ទបានសុគតនឹងរស់ឡើងវិញដើម្បីបាបរបស់កូនសូមព្រះអង្គយាងគង់ក្នុងចិត្តកូនអត់ទោសបាបកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
អាមែនឥឡូវនេះតើបងប្អូនទាំងអស់គ្នាបានចាំអំពីពាក្យអធិដ្ឋាននេះហើយឬនៅបើសិនបងប្អូនបានចាំអំពីពាក្យអធិដ្ឋាននេះហើយឥឡូវនេះលោកគ្រូទុកពេលបងប្អូនប្រហែលជាកន្លះនាទីឥឡូវនេះសូមបងប្អូនបិទភ្នែកហើយនិយាយពីពាក្យអធិដ្ឋាននេះដោយខ្លួនឯងសឹបបងប្អូនអាចចាំបានប៉ុណ្ណាបងប្អូនអាចនិយាយទៅកាន់ព្រះអង្គប៉ុន្តែចុងក្រោយកុំភ្លេចពាក្យថាកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយនិយាយថាអាមែនឥឡូវនេះបងប្អូនចាំនៅសូមបិទភ្នែកហើយសូមចាប់ផ្ដើមបាទអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះផងដែរតើបងប្អូនទាំងអស់គ្នាបានរាប់ជាសុចរិតនៅចំពោះព្រះហើយឬនៅសូមរក្សាខ្លួនឲ្យបានបរិសុទ្ធនៅចំពោះព្រះដោយការធ្វើអ្វីដែលត្រឹមត្រូវនៅចំពោះអ្នកដទៃនិងចំពោះបងប្អូនសាច់ញាតិផងដែរហើយមុននឹងបញ្ចប់លោកគ្រូនឹងចង់អធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីបងប្អូនទាំងអស់គ្នាបានរស់នៅបានជាសុចរិតនៅចំពោះព្រះជាម្ចាស់សូមអធិដ្ឋានអបិតាអើយអរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលកូនរៀនមេរៀនសម្រាប់អំពីរបៀបដែលធ្វើឲ្យជីវិតរបស់យើងបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បានរាប់យើងម្នាក់សុចរិតនៅចំពោះទ្រង់នៅពេលដែលយើងព្រមបែរចេញពីអំពើបាបអរគុណព្រះអង្គហើយកូនសូមថ្វាយនៅអ្វីដែលកូនបានអធិដ្ឋាននេះនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទលោកគ្រូអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះសូមព្រះជាម្ចាស់បានប្រទានពរសម្រាប់បងប្អូនហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀតផងដែរឥឡូវនេះលោកគ្រូសូមជម្រាបលា